ពីខ្ញុំដាំសិនហើយចេននៅខ្មែរឡើយទៀតទៅស្រុកវិញទៅស្រុកអាមេរិកវិញទេសភាពនៅតាមខ្សែចំការតំបន់ស្រុកភូមិចេះឲ្យតែដល់ថ្ងៃធ្វើស្រូវធ្វើដល់ថ្ងៃច្រូតហើយដូចខ្ញុំនិយាយមកបងនៅនេះគេអត់ស្ទូងគេនៅម្ដុំនេះឥឡូវចាប់ដើមច្រូតហើយគេគោះយកបងហើយដល់ពេលវាដុះបាទមកនិយាយសួរឥឡូវនេះគឺព្រឹកថ្ងៃប្រហោះនៅទីក្រុងសៀមរាបហើយនៅស្រុកខ្មែរបងខ្ញុំអត់ទាន់ទៅអាមេរិកវិញនៅមកទឹកជាងទៀតប្រហែលជាទឹកជាងទៀតប៉ុន្តែព្រឹកព្រលឹមថ្ងៃប្រហោះហ្នឹងក៏ងើបទៅគឺថាឮសូរសំឡេងវូទៅភ្ញាក់ម៉ោងខ្ញុំភ្ញាក់ម៉ោង6ជាង7ហើយឥឡូវនេះគឺថាថ្ងៃនេះអត់សូវស្ក្តៅប្រហែលទេប៉ុន្តែខ្ញុំចង់ពុកម៉ែបងឃើញអំពីទស្សនវិជ្ជាមួយនៅផ្ទះខ្ញុំនៅសៀមរាបហ្នឹងគឺថានៅជុំវិញផ្ទះខ្ញុំគឺសម្បូរគេហៅថាស្រែចម្ការស្រែបាទគេធ្វើស្រែជុំវិញផ្ទះខ្ញុំដែរបងឥឡូវខ្ញុំចាក់សោបើកទ្វារហ្នឹងហើយតបានមួយទឹកនោះបានដូរខោអីទេមកបងប៉ុន្តែខ្ញុំចូលចិត្តទស្សនវិជ្ជាទស្សនវិជ្ជាគេហៅថាពេលព្រឹកព្រលឹមហើយស្រស់ស្រាយស្អាតចឹងទៅចង់ធ្វើវីដេអូពុកម៉ែបងឃើញដែរទស្សនាទាំងអស់គ្នាចឹងណាតែខ្ញុំនៅចែកហើយមានពុកម៉ែបងខ្លះគាត់ជួបខ្ញុំហើយគាត់ឃើញខ្ញុំធ្វើវីដេអូហើយផ្ទះគាត់ទៅចិត្តនេះដែរតាម YouTube ផងតាម Facebook ផងចឹងណាគាត់ page YouTube គាត់មើល YouTube ច្រើនអានេះខ្ញុំមើលតិចទៀតវាអស់ថ្មខ្ញុំឆែកមើលជាប្រចាំហើយនេះទេសភាពនៅខាងផ្ទះខ្ញុំប៉ុន្តែភាគច្រើននៅផ្ទះខ្ញុំនេះសិតតែអ្នកដែលមានស្រែបាទគេធ្វើស្រែច្រើនអញ្ចឹងទេខ្ញុំចង់ឲ្យពុកម៉ែបងប្អូនទស្សនាហើយមើលគេចាប់ដើមច្រូតស្រូវបាទបងច្រូតស្រូវហើយអ្វីដែលពិសេសគឺថាគេច្រូតស្រូវឥឡូវគេប្រើសិតតែម៉ាស៊ីនអញ្ចឹងនៅម្ដុំនេះឥឡូវចាប់ដើមច្រូតហើយនៅម្ដុំនេះគឺមានដីស្រែច្រើនហើយមួយគឺគេវាមិនធំប្រមាណទេបងប្អូនដីស្រែខ្លះណាហើយពេលគេដាំគឺថាវាដុះលឿនអញ្ចឹងទេខ្ញុំចង់ជូនពុកម៉ែបងប្អូនឃើញអំពីទស្សនវិជ្ជានៃការច្រូតកាត់ស្រូវដោយប្រើម៉ាស៊ីននៅខ្មែរសម្បូរឥឡូវគេអត់សូវប្រើកាឌីវទៀតទេនៅតំបន់ភ្នំភាគច្រើនគេប្រើកាឌីវឡើយតំបន់ដែលឆ្ងាយហើយដីគេខ្លីគេតូចគេអត់ប្រើម៉ាស៊ីនទេវាថាគេត្រូវជួលដែរចានេះគេភ្ជួរឲ្យអស់ហើយបងប្អូនគេច្រូតអស់ហើយគេច្រូតអស់ហើយគេច្រូតហើយគេខ្ចប់ដាក់ក្នុងក្រងយកហ្មងច្រូតដាក់ក្រងឥឡូវនេះគឺថាខាងនេះគេពងឲ្យច្រូតមិញនោះម៉ាស៊ីននោះវាមានបញ្ហាមិញប៉ុន្តែមិនដឹងថាបញ្ហាអីតែឥឡូវគេច្រូតបដាទៀតថាជាពេញមកទៅបាទហើយអញ្ចឹងទៅខ្ញុំចង់ថតឲ្យបងប្អូនឃើញហើយនឹងទស្សនាជាមួយគ្នានេះអានេះកំពុងតែព្យួរគេកំពុងតែច្រូតបាទគេកំពុងច្រូតហើយនៅខាងនោះមានម៉ាស៊ីនមួយដែរជំនួយខ្ញុំដើរទៅខាងនោះដែរឲ្យបងប្អូនឃើញគេកំពុងតែច្រូតដែរឥឡូវមើលខាងនេះសិនបាទច្រូតទៅទៀតហើយស្រែនេះម្ដុំនេះវាច្រើនគេអត់គេហៅស្ទូងគេគោះយកបងហើយដល់ពេលវាដុះមកឥឡូវយើងទៅមើលខាងនោះទៀតវាដូចតែគ្នាទេប៉ុន្តែក៏ខ្ញុំចង់ឲ្យមកបងឃើញថានៅម្ដុំនេះគឺថាគេប្រើសិតតែម៉ាស៊ីនគេអត់ដែរស្ទូងទៀតទេម៉ាស៊ីនជាគេចង់ព្យួរចង់ច្រូតចង់អីគេជួលហ្មងគេជួលម៉ាស៊ីនហើយណាមួយពួកគាត់នៅម្ដុំនេះសឹកលក់ទៀតគាត់យកទៅហូបទេគាត់យកគាត់លក់គាត់បានន័យថាយកច្រូតរួចខ្ចប់ដាក់ក្រងរួចហាលឲ្យថ្លឹងយកលក់ឲ្យ
ឲ្យគេយកទៅធ្វើកហូបអញ្ចឹងណាអញ្ចឹងទៅសម្បូរអញ្ចឹងខ្ញុំចង់និយាយថានៅនេះគឺគេភាគច្រើនប្រើតែម៉ាស៊ីនទេហើយលឿនអត់សូវជាពិបាកញ៉ៃអីទេអញ្ចឹងណាម៉ាស៊ីនគេដើរកាត់ផុកឈប់រូបlike that អូខេនៅខាងនោះមួយទៀតអញ្ចឹងខ្ញុំដើរអត់មកបងឃើញទៀតប៉ុន្តែស្រូវឥឡូវខាងនោះក៏សម្បូរដែរស្រូវគេច្រូតគេវាទុំទៀតគេច្រូតហើយឥឡូវគេច្រូតខាងនោះសិនច្រូតខាងនោះហើយគេចាប់ដើមច្រូតខាងនោះទៀតឥឡូវភ្លៀងខ្លាំងទៀតអញ្ចឹងណាដល់ភ្លៀងខ្លាំងមានអីសម្បូរផលិតសនេះផលិតសនេះស្អាតមែនទែនស្អាតណាស់ផលិតសបាទនេះសផលិតមកបងឃើញផលិតសហ៎បាទមកវិញណាស្អាតញ័រតិចតៃដាក់កាមេរ៉ានេះទេសភាពនៅតាមខ្សែចំការតំបន់ស្រុកភូមិចេះឲ្យតែដល់ថ្ងៃធ្វើស្រូវធ្វើដល់ថ្ងៃច្រូតហើយដូចខ្ញុំនិយាយមកបងនៅនេះគេអត់ស្ទូងទេគេគាត់ថាព្រោះរួចទៅឲ្យវាដុះហ្មងទៅឲ្យវាដុះហើយវាអត់ធ្វើអីគេគាត់បាញ់ថ្នាំស្មៅតិចតួចទេដោយសារពេលខ្លះស្មៅវាដុះខ្លាំងគេបាញ់បាទដល់ពេលគេបាញ់ដើម្បីសម្លាប់ពួកស្មៅប៉ុន្តែបាញ់ហ្នឹងមុនពួកនេះវាដុះមុនប្រមាណហ៊ុននេះវាដុះមកលើបន្តិចទៅបានគេបាញ់ស្មៅហើយមុនវាដាក់គ្រាប់មុនវាធំដាក់គ្រាប់អញ្ចឹងទៅបានគេបាញ់បំអញ្ចឹងទេប៉ះពាល់បាទហើយភាគច្រើននៅនេះគេអត់ប្រើជីអត់ប្រើអីមកគេប្រើជីអេកូហ្មងអេកូវាស៊ីវាជុះអីដាក់នឹងហ្មងបាទហើយខ្ញុំមកខាងនេះម្ដងដើម្បីមកថតខាងនេះម្ដងបាទខាងនេះគឺថាគេច្រូតដែរច្រូតពីនេះគេច្រូតពីកន្លែងនេះម៉ាស៊ីនពីរម៉ាស៊ីនប៉ុណ្ណេះច្រូតបានប្រហែលតោនច្រូតបានច្រើនណាស់បាទហើយនេះចាប់ហើយច្រូតហើយបាទហើយនោះវាខ្សែទៀតសុទ្ធតែវាខ្សែឥឡូវគេច្រូតនេះក៏វាខ្សែល្អល្មមដែរហើយនៅនេះល្អម្យ៉ាងមកបងហើយយើងមកខ្ញុំបានដឹងដែរពេលដែលគេច្រូតនៅនេះគេដាំគេធ្វើស្រូវទៅណាអាដីមិញពេលខ្លះគេទុកឲ្យវាសម្រាប់មួយឆ្នាំដែរខ្ញុំឃើញគេទុកឲ្យសម្រាប់មួយឆ្នាំដល់ពេលសម្រាប់មួយឆ្នាំមានអីវាល្អវាជួយឲ្យដីហ្នឹងនៅបានយូរបានន័យថាវាមានជីវជាតិដាក់ភូមិគាត់មករៀបចំស្រូវគាត់ដែលគេកំពុងច្រូតណាគាត់មកមើលគាត់មកអីហើយពេលច្រូតហើយគេចាប់ដើមច្រកយកទៅហាលតាមផ្លូវនេះគឺហាលហោហែសម្បូរគេហាលហោហែតាមផ្លូវនេះទៅហាលស្រូវបាទអូខេអរគុណច្រើនអញ្ចឹងវីដេអូនេះធ្វើពីស្រុកខ្មែរបាទរដូវជ្រៅកាត់មានឱកាសថតពីមុនខ្ញុំអត់បានថតដោយសារអត់មានឱកាសពេលដែលគេត្រូវច្រូតខ្ញុំអត់បានទៅណេខ្ញុំអត់នៅផ្ទះអញ្ចឹងណាដល់ឥឡូវទៅណេនៅផ្ទះគេច្រូតពីព្រឹកអញ្ចឹងទៅខ្ញុំងើបពីព្រឹកបានថតដែរថតឲ្យមើលដែរអញ្ចឹងទេអរគុណច្រើនបងប្អូនសម្រាប់ការទស្សនារហូតមកដល់ពេលនេះពីខ្ញុំដាំសុនហេជែននៅខ្មែរឡើយទៀតទៅស្រុកវិញទៅស្រុកអាមេរិកវិញហើយអត់បានជួបបងប្អូននៅខ្មែរទៀតទេប៉ុន្តែឥឡូវនេះនៅខ្មែរឡើយបងប្អូនអញ្ចឹងទេធ្វើវីដេអូឲ្យបងប្អូនឃើញពីទេសភាពនៅស្រុកខ្មែរដដែលបាទអរគុណច្រើនជម្រាបលា